សួស្តីបងប្អូនតើបងប្អូនបានត្រៀមខ្លួនរួចហើយឬនៅសម្រាប់រឿងដ៏អស្ចារ្យអំពីជំរឿសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ព្រះជាម្ចាស់សូមស្រមៃមើលកូនជាអ្នកគង្វាលជាមតូចហើយរស់នៅឆ្ងាយពីដំណាក់ស្ដេចហៀបនឹងក្លាយជាស្ដេចដោយសារតែព្រះជាម្ចាស់ទតឃើញចិត្តរបស់បងប្អូនសូមបងប្អូនបំភ្លេចរូបរាងកម្លាំងរូបភាពជាជីវិតចាស់ចោលព្រះជាម្ចាស់មានវិធីជ្រើសរើសបុរសដែលមិននឹកស្មានដល់កាលពីវគ្គមុនយើងបានស្ដាប់ជាមួយគ្នានៅរឿងរបស់សាមយូអែលនៅថ្ងៃនេះយើងនឹងមកស្ដាប់ជាមួយគ្នានៅរឿងថ្មីមួយទៀតគឺរឿងរបស់ដាវីតដើម្បីឲ្យស្វែងយល់ថាផែនការរបស់ព្រះលាតត្រដាងឡើងតាមរបៀបដ៏អស្ចារ្យបំផុតយ៉ាងដូចម្ដេចទៅសូមជឿនរឿងដាវីតហើយអ្វីព្រះមិនរើសបងហើយបែរជាជ្រើសរើសដាវីតព្រះមើលតែចិត្តប្រជាជនអ៊ីស្រាអែលធ្លាប់មានស្ដេចមួយព្រះអង្គគឺស្ដេចសូលប៉ុន្តែសូលបានមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដូច្នេះហើយព្រះក៏បានជ្រើសរើសអ្នកផ្សេងទៀតឲ្យធ្វើជាស្ដេចបន្ទាប់ព្រះមានព្រះបន្ទូលទៅហោរាសាមយូអែលព្រះមានបន្ទូលថាចូលទៅឯក្រុងបេតលេហឹមទៅរកបុរសម្នាក់ឈ្មោះអ៊ីសាយយើងបានជ្រើសរើសកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាស្ដេចសាមយូអែលឆ្ងល់តើខ្ញុំអាចទៅយ៉ាងដូចម្ដេចបានបើសូលដឹងថាខ្ញុំកំពុងជ្រើសរើសស្ដេចថ្មីទ្រង់នឹងខ្ញាល់ជាពុំខានព្រះត្រាស់តបវិញថាចូលយកដង្វាយយ៉ាញ់បូជាទៅជាមួយឯងផងយើងនឹងបង្ហាញឯងអំពីអ្វីដែលត្រូវធ្វើហើយនឹងការពារឯងឲ្យមានសុវត្ថិភាពសាមយូអែលក៏បានធ្វើតាមបង្គាប់របស់ទ្រង់លោកបានទៅដល់ក្រុងបេតលេហឹមហើយបានជួបនឹងលោកអ៊ីសាយនិងកូនប្រុសរបស់គាត់កូនប្រុសរបស់អ៊ីសាយទាំងអស់សុទ្ធតែខ្លាំងពូកែនិងសង្ហាកូនប្រុសច្បងមានឈ្មោះថាអេលៀបគាត់ខ្ពស់សង្ហានិងគួរឲ្យចាប់អារម្មណ៍ជាពិសេសសាមយូអែលក្រឡេកមើលអេលៀបហើយគិតក្នុងចិត្តថាពិតមែនហើយនេះប្រកាសជាអ្នកដែលព្រះបានជ្រើសរើសតែព្រះយេហូវ៉ាទ្រង់មានបន្ទូលតបទៅសាមយូអែលវិញថាកុំពិចារណាពីរូបឆោមឬកម្ពស់របស់គាត់ឡើយត្បិតមិនមែនដោយដែលមនុស្សគិតនោះទេមនុស្សតែងពិចារណាពីរូបខាងក្រៅតែព្រះយេហូវ៉ាទ្រង់គិតពីខាងក្នុងចិត្តរបស់ពួកគេវិញបន្ទាប់មកលោកអ៊ីសាយក៏ហៅកូនប្រុសទី2គឺអប៊ីណាដាបឲ្យបង្ហាញខ្លួនដល់សាមយូអែលសាមយូអែលរងចាំប៉ុន្តែព្រះពុំបានជ្រើសរើសអប៊ីណាដាបឡើយបន្ទាប់មកទៀតលោកអ៊ីសាយបាននាំសាមាមកបង្ហាញនៅចំពោះមុខសាមយូអែលជាថ្មីម្ដងទៀតសាមយូអែលបានរងចាំស្ដាប់ព្រះសូរសៀងរបស់ព្រះប៉ុន្តែសាមាក៏មិនមែនជាអ្នកដែលបានជ្រើសរើសដែរលោកអ៊ីសាយបានបង្ហាញកូនប្រុសរបស់គាត់ចំនួន7នាក់ដល់សាមយូអែលជាបន្តបន្ទាប់គ្រប់ពេលសាមយូអែលបានរងចាំសញ្ញាពីព្រះប៉ុន្តែព្រះពុំបានជ្រើសរើសអ្នកណាម្នាក់ក្នុងចំណោមពួកគេឡើយសាមយូអែលមានការងឿងឆ្ងល់លោកសួរអ៊ីសាយថាតើនេះជាកូនប្រុសទាំងអស់ដែលលោកមានហើយមែនទេលោកអ៊ីសាយឆ្លើយថានៅមានកូនពៅម្នាក់ទៀតហើយវាកំពុងខ្វៀលជាមនៅឯវាលស្រែសាមយូអែលនិយាយភ្លាមថាចូលចាត់គេឲ្យទៅហៅវាមកយើងនឹងមិនអង្គុយបរិភោគទេរហូតដល់វាមកដល់ដូច្នេះលោកអ៊ីសាយក៏ចាត់គេឲ្យទៅហៅកូនប្រុសពៅរបស់គាត់កុមារម្នាក់នេះមានឈ្មោះថាដាវីតគាត់មានសាច់ឈាមស្រស់ថ្លាមានភ្នែកស្រស់ស្អាតនិងមុខមាត់សង្ហាកាលដាវីតមកដល់ព្រះយេហូវ៉ាទ្រង់មានបន្ទូលថានេះហើយចូលចាក់ប្រេងតាំងវាទៅនោះសាមយូអែលក៏យកស្នែងប្រេងទៅចាក់ប្រេងតាំងលោកដាវីតនៅមុខបងប្អូនទាំងអស់ហើយចាប់តាំងពីថ្ងៃនោះទៅព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សន្ធិដ្ឋនៅលើដាវីត